បងប្រុសម្នាក់គាត់ខ្ចីកម្ចីបងរំលោះរយៈពេល2ឆ្នាំនៅពេលដែលបងសងបានរយៈពេល1ឆ្នាំម៉ូតូរបស់គាត់ដែលខ្ចីបងរំលោះហ្នឹងត្រូវបានចោលលួចអូខេនៅពេលដែលចោលលួចម៉ូតូគាត់ក៏ឈប់បងសងទៅកាន់ស្ថាប័នធនាគារហ្នឹង2ឆ្នាំ3ឆ្នាំក្រោយមកគាត់ត្រូវការខ្ចីលុយនៅធនាគារមួយផ្សេងទៀតទេពេលនោះស្រាប់តែគេឆែក CBC ហើយគេសម្រេចចិត្តអត់ឲ្យមន្ត្រីធនាគារនោះគាត់សម្រេចចិត្តអត់ឲ្យដោយសារបងប្រុសហ្នឹងគាត់មានប្រវត្តិមិនល្អនៅក្នុងរបាយការណ៍ CBC អូខេហើយគាត់សួរថាធ្វើម៉េចវិន័យហិរញ្ញវត្ថុសំខាន់ណាវិន័យហិរញ្ញវត្ថុមានន័យថាខ្ចីហើយសងត្រឡប់មកវិញនៅពេលដែលយើងកម្ចីបងរំលោះប្រសិនបើយើងមានបញ្ហាយើងសងយឺតយ៉ាវឬក៏យើងមិនសងត្រឡប់គេមានសិទ្ធិក្នុងការយកម៉ូតូនឹងទៅវិញពីព្រោះគេកម្ចីបងរំលោះវាខុសពីកម្ចីធម្មតាត្រូវការទ្រព្យធានាហើយដើម្បីអាចយកទ្រព្យធានានោះបានទៅធ្វើអីដើម្បីសងបំណុលលុះត្រាតែប្តឹងទៅតុលាការដើម្បីចេញដីកាលក់ឡៃឡុងទ្រព្យសម្បត្តិនោះសងត្រឡប់មកកាន់ធនាគារក៏ប៉ុន្តែសម្រាប់កម្ចីបងរំលោះអត់ទេវាគឺជាកិច្ចសន្យាជួលអញ្ចឹងដល់ពេលដែលកិច្ចសន្យាជួលយើងគ្មានលទ្ធភាពក្នុងការសងត្រឡប់ស្ថាប័ននោះមានសិទ្ធិក្នុងការយករបស់នោះមកវិញក្នុងការយកម៉ូតូនោះមកវិញអាហ្នឹងកម្ចីបងរំលោះ loan ហើយនិង leasing ខុសគ្នាបែបហ្នឹងក៏ប៉ុន្តែបើទោះបីជាចោលលួចក៏ដោយអាហ្នឹងគឺជាបញ្ហារបស់បងជាបញ្ហារបស់អតិថិជននៅពេលដែលចោលលួចម៉ូតូយើងឈប់បងយើងលែងទទួលខុសត្រូវជាមួយនឹងកាតព្វកិច្ចដែលយើងបានសន្យាគ្នាជាមួយនឹងធនាគារក្នុងការសងត្រឡប់ពេលនោះនៅក្នុងរបាយការណ៍ CBC យើងនឹងមានប្រវត្តិមួយសងយឺតយ៉ាវហើយនឹងមិនសងត្រឡប់អញ្ចឹងវិន័យហិរញ្ញវត្ថុសំខាន់ដើម្បីឲ្យប្រវត្តិរបស់យើងល្អហើយធ្វើឲ្យប៉ះពាល់ប្រវត្តិនៃការប្រើប្រាស់ឥណទានប្រវត្តិនៃការខ្ចីលុយហ្នឹងមានបញ្ហាប្រកាសណាមន្ត្រីឥណទានមិនមែនយកតែរបាយការណ៍ CBC ជាគោលក្នុងការសម្រេចចិត្តផ្ដល់ឥណទានឬក៏មិនផ្ដល់ឥណទានទេប៉ុន្តែវាជាផ្នែកមួយនៃការពិចារណានិងឆ្លោះបញ្ចាំងអំពីអត្តចរិតពីការតាំងចិត្តពីការបដិញ្ញាចិត្តតាមរយៈប្រវត្តិនៃការប្រើប្រាស់របស់យើងសំណួរគាត់សួរថាធ្វើម៉េចអញ្ចឹងគាត់ក៏សម្រេចចិត្តទៅបង់ផ្ដាច់កម្ចីដែលធ្លាប់ជំពាក់ធនាគារហ្នឹងអត់សងរយៈពេល1ឆ្នាំជាងហើយហ្នឹងគាត់ក៏ទៅបង់ផ្ដាច់នៅពេលទៅបង់ផ្ដាច់មន្ត្រីនិទានស្ថាប័នថ្មីហ្នឹងនៅតែមិនអោយគាត់ចាប់ផ្ដើមខឹងតែម្ដងថាហេតុអីមែនទេទៅយើងបង់ផ្ដាច់គឺជាកាតព្វកិច្ចរបស់យើងហើយនៅក្នុងរបាយការណ៍ CBC គ្រាន់តែវាបង្ហាញថាកម្ចីមួយហ្នឹងយើងត្រូវបានសងដាច់ក៏ប៉ុន្តែយើងយឺតយ៉ាវមិនបង់រយៈពេល1ឆ្នាំជាងអញ្ចឹងវានៅតែបង្ហាញអំពីប្រវត្តិរបស់យើងថាជាអ្នកដែលមិនគោរពនៅវិន័យហិរញ្ញវត្ថុមិនគោរពនៅកិច្ចសន្យាវាមិនជាកត្តាសច្ចានុមត្តដាច់ខាត CBC មិនល្អប្រវត្តិនៃការប្រើប្រាស់ឥណទានមិនល្អមន្ត្រីឥណទានដឹងតែមិនអោយប៉ុន្តែវាជាផ្នែកមួយនៃការសម្រេចចិត្តនិងការពិចារណាហើយចង់បញ្ជាក់បងប្អូនដែលជាអតិថិជនថាមន្ត្រីឥណទានគាត់មើលទៅលើ5ចំណុចសំខាន់ឥឡូវខ្ញុំសង្ខេបនិយាយតែ3ចំណុចសំខាន់ចាស់ទី1គាត់មើលអត្តចរិតគាត់មើលការតាំងចិត្តការបដិញ្ញាចិត្តគាត់មើលប្រវត្តិនៃ
អតិថិជនមួយនឹងទី2គាត់មើលសមត្ថភាពនៃការរកចំណូលដើម្បីសងត្រឡប់ឆ្លើយតបទៅនឹងកម្ចីដែលគាត់បានខ្ចីទី3គឺទ្រព្យធានាអញ្ចឹងប្រសិនបើកម្ចីធម្មតាគាត់ត្រូវមានទ្រព្យធានាក៏ប៉ុន្តែដោយឡែកកម្ចីបានរំលោះគឺយើងអត់ត្រូវការទ្រព្យធានាទេគឺយកអារបស់ដែលទិញហ្នឹងជារបស់ដែលទ្រព្យធានាតែម្ដងហើយកិច្ចសន្យានៃកម្ចីបានរំលោះមិនមែនជាកិច្ចសន្យាខ្ចីទេគឺជាកិច្ចសន្យាជួលអញ្ចឹងបើជួលពេលដែលមានបញ្ហាក្នុងការសងត្រឡប់យឺតយ៉ាវធនាគារឬក៏ស្ថាប័ននោះមានសិទ្ធិក្នុងការយករបស់នោះមកវិញដោយមិនចាំបាច់ប្តឹងតុលាការក៏ប៉ុន្តែនៅពេលដែលចោលលួចរបស់នឹងបាត់គាត់អាងថាមិនដឹងយកអីអូខេគាត់យល់ឃើញតែអញ្ចឹងចោលលួចម៉ូតូបាត់ហើយអញ្ចឹងខ្ញុំអត់សងយេពិបាកក្នុងការដោះស្រាយសម្រាប់មន្ត្រីនទានសម្រាប់អ្នកធ្វើនទានមួយហ្នឹងពិបាកក្នុងការដោះស្រាយក៏ប៉ុន្តែស្អីគេជាបញ្ហារបស់អតិថិជនខ្លួនឯងគឺអីគេគឺនឹងខូចប្រវត្តិនៅក្នុងរបាយការណ៍ CBC ហើយវាគឺជាផ្នែកមួយដ៏សំខាន់នៃការសម្រេចចិត្តក្នុងការផ្ដល់ឥណទានសម្រាប់វគ្គបន្ទាប់របស់បងប្អូនអ្នកគ្នាអូខេអរគុណច្រើននេះជាករណីសិក្សាមួយហើយល្អសម្រាប់ជាចំណេះដឹងនៃការរៀនសូត្រទាំងបងប្អូនអ្នកគ្នាជាអតិថិជនត្រូវតែមានវិន័យហិរញ្ញវត្ថុរឹងមាំហើយបកត្រឡប់មកវិញមន្ត្រីនទានកុំអាងតែកម្ចីនឹងជាកម្ចីបាំងរំលោះមានបញ្ហាយកម៉ូតូនឹងមកវិញហើយមិនបានសិក្សាអំពីអត្តចរិតនិងការតាំងចិត្តការបដិញ្ញាចិត្តរបស់អតិថិជននេះគឺជារឿងមួយដែលជាចំណុចខ្វះខាតនៃការសិក្សារបស់យើងអូខេអរគុណច្រើនពីខ្ញុំសុខសប្បាយប៉ុណ្ណឹង